Tâm ran po nhiệt nhôm thì nít mà xâm đầy chụp tại tôi nâng bật đề bật tìa cả bạ bạt nâng miền Pí hoặc là Sama bật đề bật tìa nâng mấy cha bật đề bật tìa Sama bật đề bật tìa cứ cả bạt đó trầm trời từ tam bút theo vạt đã press mi bậc phía bóng trung sầm đánh miềnอะไรmẹประกอบดอกผมใบคือสมาธิเทศสมาสังกัปปะจะดามนั้นให้จำนายไม่ชาปริปเตียคือการประพฤติปฏิบัติข้อมันตรำตรึคือการปฏิบัติประพฤติต้นนกนงอัตตะกลมันทานุโยกนั่งการมาสกลการนุโยกได้จิการปฏิบัติធ្វើខ្លួនឲ្យលំបាកតេហើយនឹងប្រកបរឿយៗដោយសេចក្តីត្រេកអរក្នុងកាមគុណនឹងគឺផ្លូវយឺតយូរនៅក្នុងវត្តដាក់តើសមាបរិបទានឹងបប្រតិបត្តិដោយមិនដេចក្នុងទីនេះអាត្មាសូមលើកត្រឹមតែការបប្រតិបត្តិដែលជាផ្នែកលោកវិជ្ជាសម្រាប់ពុទ្ធបរិស័ទញាតិញោមដែលយើងរស់នៅក្នុងបច្ចុប្បន្នណាបងការសមាទានសិលតាមដែលយើងអាចសមាទានបានសិល5សិល8សិល10សំគួរដែលយើងអាចប្រព្រឹត្តទៅបានហ្នឹងហើយនឹងការបំពេញនៅកុសលក្នុងបញ្ញកិរិយាវត្ថុ10យ៉ាងមានទានសិលភាវនាអបច្ចាយណៈវិយាវិជ្ជៈបតិទានបតានុមោទនីធម្មទេសនាធម្មសវនៈទិដ្ឋុជកម្មវៈការផ្សាយមេត្តាចិត្តជាដើមលក្ខណៈទាំងអស់ហ្នឹងគឺជាសមាបរិបទាដែលយើងតែងតែប្រព្រឹត្តធ្វើណាបងហើយបានថាជាសមាបរិបទាព្រោះប្រព្រឹត្តទៅដើម្បីសេចក្តីសុខបប្រតិបត្តិដល់ត្រឹមត្រូវមិនមែនជាការបប្រតិបត្តិដែលប្រព្រឹត្តទៅក្នុងអបាយណាក្នុងសមាបរិបទានឹងឯងគឺហើយយើងបប្រតិបត្តិឲ្យក្រៃលែងជាងនឹងទៀតរហូតបានសម្រេចនៅលោកុត្តរៈរីឯមច្ឆាបរិបទាការប្រព្រឹត្តទៅដើម្បីទៅកើតនៅក្នុងអបាយហ្នឹងគឺការចម្រើននៅអកុសលការចម្រើននៅអកុសលមានន័យថារស់នៅហ្នឹងមិនបានចម្រើនបុណ្យនេះទេទានក៏មិនបានធ្វើសិលក៏មិនរក្សាភាវនាក៏មិនចម្រើនអបច្ចាយណៈការក្រោកទទួលគោរពចាស់ទុំក៏អត់មានវិយាវិជ្ជៈការបម្រើកិច្ចការងារជាបុណ្យកុសលជួយកិច្ចការងារពុកម្ដាយជួយកិច្ចការងារខ្វល់ខ្វាយដល់អ្នកដទៃក៏អត់មានបតទានបតិទានការចែកបុណ្យក៏មិនមានបតានុមោទនីហើយអត់ចេះអនុមោទនីបុណ្យគេទេធម្មទេសនាការសម្ដែងធម៌ក៏មិនមានធម្មសវនៈស្ដាប់ធម៌ក៏អត់ស្ដាប់ទិដ្ឋុជកម្មៈការរំរងទិដ្ឋិឲ្យត្រង់ក៏អត់មានអញ្ចឹងកាលណាបើមិនមានការបំពេញបុណ្យក្នុងបញ្ញកិរិយាវត្ថុ10យ៉ាងហ្នឹងចិត្តយើងហ្នឹងកើតអីវិញគឺកើតអកុសលហ្នឹងឯងបើមិនធ្វើបុណ្យគឺចិត្តហ្នឹងវាត្រេកនៅក្នុងបាបណាសបាយរីករាយភ្លើតភ្លើនក្នុងកាមគុណណាអាហ្នឹងគឺទៅហើយទៅមិនរក្សាសិលធ្វើបាណាតិបាតលួច
ទ្រព្យសម្បត្តិអ្នកដទៃភូតផលកុហកជាដើមបរិភោគគ្រឿងស្វឹងនឹងសិតតែផ្លូវទៅកាន់អបាយហើយបើយើងនិយាយឲ្យស្រួលស្ដាប់ជាងនឹងទៅទៀតគឺបានដល់អកុសលកម្មបត្តិ10ហ្នឹងគឺផ្លូវទៅកាន់អបាយបងអកុសលកម្មបត្តិ10ហ្នឹងញាតិញោមខ្លះចេះអកុសលកម្មបត្តិ10ផ្លូវទៅកាន់អបាយភូមិសម្រាប់សត្វលួចទ្រព្យគេពិតខុសក្នុងកាមទាំងឡាយនិយាយកុហកជេរប្រមាថគេញុះញង់គេបែកបាក់គ្នានិយាយពាក្យរួចអត់ប្រយោជន៍ចងពីវាអ្នកដតីសំឡឹងរំពេចង់បានរបស់អ្នកដតីហើយនឹងមានមច្ឆាទិដ្ឋិអាហ្នឹងគឺផ្លូវទៅកាន់អបាយណានរកប្រែតិរិឆានសុរកាយចំណែកផ្លូវទៅកាន់សុគតិគឺយើងវាចាកនៅអកុសលកម្មទាំងអស់ហ្នឹងអញ្ចឹងសំណួរសួរថារវាងការប្រព្រឹត្តបរិបត្តិដើម្បីទៅសុគតិសួគ៌ហើយទៅព្រះនិព្វាននិងទៅអបាយណាស្រួលជាងសម្រាប់បុថុជនយើងគឺទៅកាន់អបាយនឹងស្រួលព្រោះហេតុអីព្រោះចិត្តរបស់បុថុជនហ្នឹងវាមានកិរិយាធ្លាក់ចុះក្នុងកាមនឹងឯងជាប្រក្តីវាថាភាកច្រើនណាបើមិនបានសិក្សាអប់រំអីទេហ្នឹងមួយថ្ងៃហ្នឹងកើតតែបាបហ្នឹងឯងលោភៈទោសៈមោហៈលោភៈទោសៈមោហៈហ្នឹងហើយធ្លាក់ទៅកាន់អបាយគ្មានឱកាសស្ដាប់ធម៌ធ្វើបុណ្យរសាសិលទៀតទេអញ្ចឹងដើម្បីកុំឲ្យយើងមានវិបរិយសេរីស្ដាយក្រោយដូចជាសទ្ធិបុត្រ4នាក់ណាញោមធ្លាក់នរកស្ដាយក្រោយអញ្ចឹងកុំឲ្យមានវិបរិយសេរីបច្ចុប្បន្ននឹងខំប្រឹងធ្វើល្អអំពើបាបត្រូវលះបង់ទៅជីវិតយើងបានសុខសូមអនុមោទនា